Mình xưa đã bao môn ở kia và còn mà can video TP này YouTube ca là Academy chẳng ngày đấy nhom xong tranh video đi shop mấy đón có phần tay dương forecast tại ca rồi vì YouTube thì chẳng nhom ban phải tranh video mùi ấy pi mua là than cứ pi ca chập phát âm hay có pi basic tại tôi là YouTube đây có phần tay tại tôi là basic năng phong đấy cứ ở toàn ban phải riêng ấy lồng ắt tại tôi năng phổ miền tiếng on tế có phần tay ngày nay nhom xong tranh video muối có video part 2 đấy tại tôi năng pi rồi biết rồi vì YouTube video TP chẳng tại tôi năng nhom ban riêng miền ca hay miền ca ti muối TP ti bay ti buôn này chẳng tử ấy chẳng dương châu mê riêng ti muối tại mà đón cái ta tôi bị bên ca và ca Gmail ca pia sự vật tập hiệp chẳng đôi shop mấy đón mong bọn tại tôi năng ca và ca Gmail nhom kết thúc đôi chiều mình miền ấy đông của phuôn để xa ca và ca Gmail nay cả và ca ban đây còn là miền lệ thủ sạp Gmail bằng rong rồi cả thu FA chẳng tử chẳng tập lắp một vinh dương admin ấy vậy tế dương châu luôn nông video TP và dương prapi bên này ca biển chẳng nhom miền Gmail sạp ấy nhom ăn và ca Gmail hai ấy nhom cả ban register tại tôi能ចូលក្នុង browser របស់ខ្ញុំដែរអញ្ចឹងបងប្អូនអត់ប្របាក់ទេបងប្អូនមុននឹងចូលមកក្នុងប្រកាស YouTube បងប្អូនត្រូវតែមានគេឥឡូវចូល YouTube មកអូខេអញ្ចឹងបងប្អូនបើក tab មួយទៀតបងប្អូនចុចលើពាក្យថា Gmail អញ្ចឹងចូលទៅមើល Gmail តែ Gmail របស់យើងបង្កើតពីថ្ងៃណាអញ្ចឹងខ្ញុំបង្កើត mail តាមពិតទៅខ្ញុំបង្កើតសម្រាប់តែយកមកប្រើប្រាស់សម្រាប់តែការងារទូទៅទេដូចយើងបង្កើត Telegram ឬក៏បង្កើត BM អញ្ចឹងទៅក៏ប៉ុន្តែដោយសារតែ mail របស់ខ្ញុំនេះវាខ្ញុំភ្ជាប់ជាមួយ Instagram ផង Google Wallet ផងខ្ញុំបង្កើតច្រើនមែនតើអញ្ចឹងជាការងារជា Gmail business របស់ខ្ញុំដូចគ្នាក៏ប៉ុន្តែខ្ញុំត្រឡប់មកវិញគឺខ្ញុំផ្សារភ្ជាប់ជាមួយនឹង YouTube ដែលខ្ញុំបង្កើតចោលដើម្បីជាឧទាហរណ៍អញ្ចឹងទៅអញ្ចឹងតកតូននឹងការបង្កើត YouTube បងប្អូនគួរតែដឹងថាបងប្អូនចង់ធ្វើអីចង់រៀនអីហើយចង់ផលិតមាតិកាបែបណាអញ្ចឹងអានឹងក៏អាស្រ័យទៅលើបងប្អូនអ្នកជ្រើសរើសទេ content បែបណាក៏ដោយក៏អាស្រ័យទៅលើបងប្អូនអ្នកជ្រើសរើសដែរដូចខ្ញុំអញ្ចឹងខ្ញុំពីចឹងខ្ញុំមាន talent តកតូននឹងការងារខ្ញុំច្រើនខ្ញុំចង់ធ្វើបែបមិនក៏អាចទៅរួចដែរដោយសារតែទី1ខ្ញុំក៏ជាអ្នកផលិតមាតិកាមួយរូបក៏ប៉ុន្តែពីច្រើនខ្ញុំ focus ទៅលើការអប់រំអីចឹងទៅដោយតកតូននឹងមាតិការបស់ខ្ញុំនេះផងដែរគឺខ្ញុំពីច្រើនខ្ញុំ focus តែការអប់រំដូចជាការអានសៀវភៅឬក៏និយាយរៀនលើកទឹកចិត្តតកតូននឹងផ្លូវចិត្តផ្លូវអារម្មណ៍អីចឹងទៅបងប្អូនអាចមើល channel YouTube របស់ខ្ញុំទៅបង្កើតមួយរយៈខ្លីទេខ្ញុំបុកវីដេអូខ្ញុំថត record ហើយខ្ញុំចាយពេលមួយអាទិត្យសម្រាប់ record វីដេអូចំនួន20ឬក៏50វីដេអូអីចឹងទៅអញ្ចឹងខ្ញុំបែងចែកពេលវេលារបស់ខ្ញុំអញ្ចឹងក្នុង50វីដេអូហ្នឹងខ្ញុំផុសតែប្រហែលខ្ទង់ជា10វីដេអូទេបងប្អូនរាប់មើលមកដល់ឥឡូវវា11វីដេអូក៏ប៉ុន្តែតើតើនឹងមួយ YouTube របស់ខ្ញុំវា ranking មែនតើអញ្ចឹងដូចខ្ញុំនិយាយខ្ញុំមានអត់មានទៅ boost ខ្ញុំអត់មានទៅធ្វើអីផ្សេងទេក៏ប៉ុន្តែទី1កាលណាតែយើងរៀបចំត្រូវ YouTube យើងក៏ចាប់ផ្ដើមមានអ្នកមើលដែរហើយទី2យើងរៀនមើល analysis មានថា channel analysis បងប្អូនមើល view តើតើនឹង watch time តើតើនឹង subscribe បងប្អូនអាចមើលបានតើតើនឹង like របស់ខ្ញុំតើតើនឹង like view 48ម៉ោងវាធម្មតា maximum នៃការមើលរបស់ខ្ញុំពីច្រើនគឺពី200ទៅដល់400អញ្ចឹងបងប្អូននេះគឺខ្ញុំអត់តន់បុកវីដេអូទេវីដេអូហ្នឹងគឺខ្ញុំផុសល្មមទៅតាមអាទិត្យខ្ញុំផុសមួយអីចឹងទៅអញ្ចឹងត្រឡប់មកវិញនេះមិនមែនជាការអួតជាការអាងអីទេគឺជាការធ្វើដោយចេញពីបច្ចេកទេសសិក្សាមិនមែនធ្វើលំយកតែលុយខាត់តែពេលវេលាទេបងប្អូនអាចមើលនេះបានអានេះខ្ញុំធ្វើជា channel ទូចមួយទេសម្រាប់ជាឧទាហរណ៍តែតែពិតខ្ញុំធ្លាប់មាន channel រលុយច្រើនណាស់ក៏ប៉ុន្តែបើសិនជាពួកនេះ content ពួកនេះគឺវារលុយមិនសូវបានច្រើនក៏ប៉ុន្តែបើសិនជាខ្ញុំយក channel 5ដាក់ក្នុង AdSense តែមួយគឺចំណូលក៏វាមិនក្រោមពី5ទៅ1000ដែរបើសិនជាអ្នកណាមាន5 channel ហើយរលុយបានទាំងអស់អញ្ចឹងជាធម្មតាពួកនេះជា channel មួយដែលវាមិនងាយបាត់បង់មិនងាយផុតអាយុមិនងាយមានបញ្ហាទេឧទាហរណ៍សំឡេងខ្ញុំនេះខ្ញុំអាច20ឆ្នាំទៀតក៏ខ្ញុំអាចស្ដាប់យកមកប្រើការបានដែរមិនមែនដូច content ខ្លះគឺតែ2 3ឆ្នាំឬក៏1ឆ្នាំ2ឆ្នាំគឺវាផុតការមើលទៅក៏វាលែងល្អមើលដែរអញ្ចឹងដូចខ្ញុំនិយាយចឹង content ខ្លះគឺយើងរើសមកគឺសម្រាប់តែអនាគតទេ content ខ្លះទៀតគឺសម្រាប់តែបច្ចុប្បន្នវា web ហ្នឹងអញ្ចឹងបើខ្ញុំពិចារណាខ្ញុំ focus ទាំងបច្ចុប្បន្នខ្ញុំ focus ទាំងអនាគតអញ្ចឹងខ្ញុំរលុយបានរហូតមិនណាអីទេបងប្អូនសូម្បីតែខ្ញុំឧទាហរណ៍មើលខ្ញុំសុំនេះឧទាហរណ៍លោកទេសនាខ្ញុំសុំនិយាយតិចតើតើនឹង channel ប៉ះលោកគ្រូសានតិជានេះផងដែរបើរលុយវិញមិនក្រោមពី$1,000,000ទេ channel នេះណាក៏ប៉ុន្តែដូចខ្ញុំមិននិយាយពីខ្លះលុយបានប្រចាំខែរៀងរាល់ខែតែម្ដងឧទាហរណ៍
tại tôiនឹងលក់ទេសនាឧទាហរណ៍ណាខ្ញុំសុំនិយាយបកឃ្លាបន្តិចគឺមិនងាយផុតអាយុទេទាំងចាស់ទាំងក្មេងយើងការទៅស្ដាប់ពធទេសនាទំសម្រួលអារម្មណ៍អីចឹងទៅអញ្ចឹងមិនងាយទេទោះបី20ឆ្នាំក៏ដោយក៏នៅតែអាចស្ដាប់បានក៏នៅតែរលុយបានតែឧទាហរណ៍បើប័ណ្ណចម្រៀងខ្លះទៀតបោះចម្រៀងដែលចេញមកមួយរយៈនេះគឺចេញមកពីច្រើនគឺស្ដាប់មួយឆាវទេវាថាវាមួយឆាវអញ្ចឹងទៅមុខទៀតវាលែងមានជាប្រយោជន៍អីអញ្ចឹងស្ដាប់ក៏លែងបរោះដែលវាមិនមែនសម័យលោកតាសិនស៊ីសមុទ្រឬក៏តារាចំនួនបុរាណមែនទែនទេនឹងបានគេស្ដាប់ក៏ប៉ុន្តែឥឡូវគឺរលុយលែងបានហើយដោយសារតែជាប់កម្មសិទ្ធិបញ្ញាពីណាពីណីយើងក្លែមអីចឹងទៅវាមានច្រើនមែនទែនក្នុងនឹងអញ្ចឹងឧទាហរណ៍ដូចខ្ញុំបានឧទាហរណ៍ចាក់ស្ដែងថា channel របស់ខ្ញុំបាននេះខ្ញុំទៅធ្វើតែមួយខែទេវាឡើងប៉ុណ្ណឹងក៏ប៉ុន្តែខ្ញុំអត់ព្យាយាមផុសសារថ្មីទេដោយសារខ្ញុំចង់ដឹងថាវាឡើងដល់កម្រិតណាខ្ញុំនឹងព្យាយាមខ្ញុំខានផុសពីអាទិត្យមួយអាទិត្យខ្ញុំផុសម្ដងអញ្ចឹងវាឡើងហើយដូចខ្ញុំមាន view 40មាននីតិ48 12 17អញ្ចឹងដល់វាឡើងវាចាប់ផ្ដើមមានឡើង view នឹងឡើងរហូតហើយអាម៉ោងរបស់យើងក៏របានច្រើនដែរអញ្ចឹងត្រឡប់មកវិញនេះជាការ hack វងកញ្ចក់សម្រាប់បងប្អូនទាំងអស់គ្នាទេអញ្ចឹងយើងចូលមេរៀនទៅវិញគឺយើងពីមានការបង្កើត mail អញ្ចឹងតើតើនឹងការបង្កើត mail ខ្ញុំឡងមិននឹងដោយសារតែខ្ញុំអត់ចង់អាញ៉ៃរួមចង់មួយម៉ាត់គឺខ្ញុំអត់ចង់អាញ៉ៃជាមួយនឹងការបង្កើត mail ទៅព្រោះ mail វាធម្មតាណាគឺចេះបង្កើតដែរមានលេខទូរស័ព្ទបង្កើតហើយក៏ប៉ុន្តែតើតើនឹងការពី security ណា security account គឺត្រូវធ្វើដោយរបៀបម៉េចចឹងខ្ញុំអត់តមាននេះទេអត់តមាន channel YouTube ទេក៏ប៉ុន្តែមុននឹងចូលទៅបង្កើត channel YouTube បងប្អូនគួរតែបង្កើតតាក់ទងនឹងអីគេនេះចម្លើយហ្មងគឺបង្កើតតាក់ទងនឹងការពារឲ្យបានច្បាស់លាស់ឲ្យគេឥឡូវឧទាហរណ៍ខ្ញុំចូលទៅក្នុងការពារអញ្ចឹងបងប្អូនចុចពាក្យ manage your account អូខេបងប្អូនមើលឃើញវា add លេខទូរស័ព្ទអត់អីចឹងមកដល់កន្លែងនេះគឺបងប្អូនត្រូវតែការពារឲ្យបានជាប់ព្រោះធម្មតាតែតើនឹងការពារ mail បើសិនជាបងប្អូនអត់ការពារច្បាស់លាស់ទេប្រកាសជាមានបញ្ហាអញ្ចឹងយើងរៀបចំតាណាមុនឥឡូវ home បងប្អូនឈរលើពាក្យ home មកចង់ add រូបក៏បានមិន add ក៏បានឥឡូវខ្ញុំចង់ add រូបមួយឧទាហរណ៍ឥឡូវឧទាហរណ៍ណាអូខេខ្ញុំយករូបណាមួយថាយករូបខ្ញុំចុះឧទាហរណ៍ណាអូខេយករូបខ្ញុំដាក់អញ្ចឹងមួយចោលទៅអូខេខ្ញុំចុចពាក្យ next ចុចពាក្យ confirm អញ្ចឹង saving profile picture អញ្ចឹងខ្ញុំបានរូបនឹងមួយឆោលើនេះអញ្ចឹងរូបនឹងមិនមែនរូប channel ទេជារូប Google account របស់យើងទេបងប្អូនរូប Google account អញ្ចឹងបងប្អូនចូលក្នុងពាក្យថា personal information អញ្ចឹងមកដល់ personal information មានថាបងប្អូនត្រូវកែឈ្មោះទាំងអស់មានថាកែឈ្មោះខ្ញុំចង់ដាក់ឈ្មោះអញ្ចឹងតែខ្ញុំចង់កែឈ្មោះឲ្យគេឥឡូវខ្ញុំដាក់ឈ្មោះដែលខ្ញុំចង់ដាក់ឥឡូវខ្ញុំមាន channel របស់ខ្ញុំមួយខ្ញុំយក channel នឹងដូចគ្នានេះ channel នឹងដូចគ្នាក៏ប៉ុន្តែខ្ញុំដាក់ពាក្យថា2មានថាស្ថានីយ៍អារម្មណ៍តែ2ដូចគ្នាបងប្អូនយល់ពាក្យ2អត់ស្ថានីយ៍អារម្មណ៍2បងប្អូនចុច save មកអញ្ចឹងខ្ញុំចង់យក channel ហ្នឹងជាដូចគ្នាវាដូចគ្នាណាក៏ប៉ុន្តែខ្ញុំចង់2ដោយសារខ្ញុំធ្វើ content ផ្សេងមួយទៀតតទៅនឹង mindset អីផ្សេងទៅអានេះខ្ញុំដាក់អីគេ nickname របស់ខ្ញុំដាក់ពាក្យណាមហាការ podcast ដែលឈ្មោះខ្ញុំអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចុចពាក្យ save អានេះតាមពិតឈ្មោះក្នុងរបស់យើងទេអានេះគឺយើងកែបានទៅកែទាំងអស់ទៅដូចខ្ញុំនិយាយយ៉ាងមិនទុកទេព្រោះថាទុកវាជាប់ហើយអានេះខ្ញុំរងកែតាមហ្នឹងមកអូខេអញ្ចឹងយើងត្រឡប់មកវិញអញ្ចឹងយើងជាប់ឈ្មោះហ្នឹងអានេះស្ថានីយ៍ផ្លូវអារម្មណ៍2អូខេ gender mail លេខទូរស័ព្ទបងប្អូនលេខទូរស័ព្ទហ្នឹងគឺបងប្អូនត្រូវតែដាក់ជាដាច់ខាតបើសិនជាបងប្អូនអត់ដាក់ហើយអត់ verify ទេអត់កើតទេចឹងខ្ញុំចូលខ្ញុំដាក់នេះខ្ញុំដាក់ឆោលើទូរស័ព្ទមួយ work address មកចាំបាច់ដាក់ទេអានេះហ៎ហើយបងប្អូនចូលកន្លែងពាក្យ security នេះ security គេ skip phone skip password 2FA អា 2FA ក៏សំខាន់ដែរបងប្អូនមានថាបើបងប្អូនអត់មាន 2FA នឹងទេគឺបងប្អូនវាប្រកាសជាវិទ្យារហូតនៅក្នុង YouTube អញ្ចឹងបងប្អូនគួរតែការពារបានច្បាស់លាស់ទៅអានេះដាក់ password ក៏ប៉ុន្តែខ្ញុំអត់ទាន់ដាក់ទេខ្ញុំចង់ឧទាហរណ៍ថាបងប្អូនគួរតែមាននេះអាកន្លែង personal information នេះក៏បងប្អូនបច្ចាគឺលេខទូរស័ព្ទនេះគឺវាអត់អាចយកជាប្រើការបានទេសំខាន់ជាងគេនេះកន្លែង security and login ឬក៏ sign in បញ្ច្រឡំមួយ Facebook អញ្ចឹងបងប្អូនគួរតែមានអីឥឡូវបងប្អូនគួរតែមាន 2FA ហើយនឹងនេះ recovery mail ហើយ recovery Gmail recovery Gmail ហើយនឹង recovery phone ហើយនឹង 2FA តែ 2FA នេះបងប្អូនដាក់ក៏ដាក់មិនដាក់ក៏ដាក់ទៅអត់អីទេយកធម្មតាតែយើងមានអា2នេះហើយ 2FA នឹងវាកាន់តែតឹងទៀតហើយអញ្ចឹងមិនងាយទេព្រោះ Gmail ឥឡូវវាពិបាកនៃការទៅយកវាពិបាកនៃការ scam អញ្ចឹងទៅបើគេចង់យកបើយើងក៏យកមិនកើតដែរអញ្ចឹងដូចខ្ញុំនិយាយថាវាមិនងាយទេដល់តែយើងនេះ
ដល់តែយើងដឹងព័ត៌មានទាំងអស់ហើយយើងអត់មានលេខទូរស័ព្ទមិនកើតឥឡូវបើអត់មានលេខទូរស័ព្ទយកไปយើងមិនកើតវាអត់មានចម្លើយណាដែលត្រូវយកពីយើងទេព្រោះវាពិបាកដល់បើវាពិបាកហើយវាក៏មិនស្រួលដែរអញ្ចឹងមានថាគេយកពីយើងទៅគឺកាន់តែតានតឹងកាន់តែតឹងតែងមកដែរអូខេអញ្ចឹងត្រឡប់មកវិញខ្ញុំសុំបែកទៅវិញអញ្ចឹងបងប្អូនទី1ដើម្បីការពារសុវត្ថិភាព account បងប្អូនគួរតែដាក់ two step verification នេះហើយបងប្អូនចុចពាក្យ verify phone ហើយនឹង recovery mail ឥឡូវខ្ញុំសុំចូលទៅកាន់ mail របស់ខ្ញុំដែលខ្ញុំចង់ដាក់ recovery អញ្ចឹងណាអធិស្ឋានខ្ញុំចាំបន្តិចខ្ញុំនឹងរកកន្លែងដែលខ្ញុំចង់ដាក់ខ្ញុំរក mail សិនអធិស្ឋានអូខេហ្នឹងហើយអញ្ចឹងទី1ខ្ញុំសុំដាក់នេះ two step នេះ two step នេះណាបងប្អូនចូល two step មកពីការដាក់ two step ដូចជាអត់ពិបាកទេបងប្អូនចូលកន្លែង security មកយើងដាក់ password Gmail របស់យើងអូខេ password Gmail របស់យើងគឺត្រូវតែប្រកាសថា Gmail របស់យើងវាអត់សូវស្មុគស្មាញអូខេចុចខ្ញុំសុំដាក់ password អូខេចុចអូអត់ត្រូវចាំតិចបងប្អូនអូខេអញ្ចឹងខ្ញុំ sign in ចូលហើយមានថាខ្ញុំដាក់លេខចូលអញ្ចឹងទី1នេះបើអយpass key និង security key នេះតើតើនឹងបងប្អូនទៅតែមាន flash អានឹងអត់ flash មិនដាក់ទេអញ្ចឹងតើតើនឹងអានេះបងប្អូនយើងយកអា notification នេះមកបងប្អូនចុចពាក្យ send app អញ្ចឹង QR code នេះយើងត្រូវតែបុកអីគេបងប្អូនចូលទៅក្នុងកម្មវិធីមួយគេហៅថាឈ្មោះចូលក្នុង Google បងប្អូននេះចូលក្នុង Google app នេះមើលជាស្រ័យខ្ញុំសុំកន្លែងនេះតាមពិតវាបើមានទូរស័ព្ទប្រហែលជាស្រួលមើលមែននេះបងប្អូនចូលទៅក្នុងនេះខ្ញុំសុំតិចអានេះប៉ះ Google បងប្អូនយក Google ហ្មងទៅនេះកម្មវិធីហ្នឹងឈ្មោះហ្នឹងឯងបងប្អូនហើយបងប្អូនដនមកវាចុច next ម្ដងទៀតមកវាមានកន្លែង scan នេះកន្លែង scan របស់វាណានេះចុចកន្លែង scan បូកនេះចុចបូកកន្លែងបូកហ្នឹងមកវាឲ្យ scan អញ្ចឹងបងប្អូន scan មកវានឹងចេញលេខឥឡូវឧទាហរណ៍ឥឡូវខ្ញុំចូលក្នុងកម្មវិធីហ្នឹងហើយជាធម្មតាអាលេខហ្នឹងគឺ60វិនាទីវានឹងឯនេះម្ដងអូខេចុចខ្ញុំ scan ចុច next ចុច next ទៀតខ្ញុំផាសលេខហ្នឹងចូលអធិស្ឋានផាសលេខហ្នឹងចូលណាអញ្ចឹងប្រហែលជាកន្លែងនេះអាចនឹងពិបាកយល់បន្តិចតែបើសិនជាអត់ដាក់ក៏មិនដាក់ដែរហើយអានេះជាធម្មតាប្រហែលវិនាទីគឺរត់ចេញហើយកន្លែងនេះខ្ញុំតាមពិតខ្ញុំចង់លម្អិតដែរតែសង្ឃឹមថាបងប្អូនយល់មានន័យថាអញ្ចឹងបងប្អូនចូលក្នុងកម្មវិធី Play Store ឬក៏ App Store មកបងប្អូនបូកអានេះបូកអាហ្នឹងហើយបងប្អូន scan មក scan យកលេខហ្នឹងមកវានឹងឃើញលេខហ្នឹងហើយនេះលេខហ្នឹងដូររហូតមានថា10វិនាទីដូចជា30វិនាទីវាដូរបងប្អូនវាយមកហើយបងប្អូនចុចមកហើយ turn on វាមកនេះ turn on មកឥឡូវឃើញអានេះមួយហើយអានេះគឺមិនទេមិនដាក់ណា phone ទូរស័ព្ទនឹងលេខទូរស័ព្ទនឹងជាមិនងាយទេអូខេអញ្ចឹងខ្ញុំបូក step ដក step វិញគឺ security របស់ខ្ញុំគឺចាប់ផ្ដើមបើកហើយនេះបើកអូខេបើកអូវា off is off អញ្ចឹងខ្ញុំបើកវិញជាស្រេចខ្ញុំចុចទៅបើកវិញមិញខ្ញុំចុច off អូខេskip មកអញ្ចឹង on ណាបងប្អូនបញ្ជាក់ on ដាន់ហេគេអញ្ចឹងខ្ញុំថយមកវិញនេះsecurity វាបើកថ្ងៃហ្នឹងម៉ោង 8:45 អញ្ចឹងមានអីទៀតឥឡូវមានអីទៀតមាន recovery phone អញ្ចឹងបងប្អូន recovery phone គឺគួរតែដាក់ដែរបងប្អូនដាក់អីគេឥឡូវអានេះតាមពិតកន្លែងនេះតឹងតែងអធិស្ឋានសំឡេងខាងក្រៅអាចនឹងលឺដោយសារវាខ្យល់ព្រោះខ្ញុំនៅអង្គុយនៅក្រៅបន្ទប់ទេបងប្អូនចុច recovery នេះមកឲ្យបងប្អូនយកលេខមកឥឡូវខ្ញុំចង់ដាក់លេខអីគេ Cambodia អានេះខ្ញុំដាក់លេខចោលទេព្រោះលេខធម្មតាលេខនេះខ្ញុំដាក់ចោលជាមួយនឹងលេខទូរស័ព្ទមួយទៀតទេអូខេអញ្ចឹង verify នេះគឺចាប់ផ្ដើម verify recovery phone នេះអូខេអញ្ចឹងសួរថានេះ recovery ហ្នឹងបងប្អូនលេខហ្នឹងហើយអានេះគឺ mail ឥឡូវ mail ហ្នឹងគឺដាក់ដើម្បីអី recovery mail នៅពេលដែលមានបញ្ហាគឺយើងយកអា mail ហ្នឹងយកមកដាក់ឥឡូវខ្ញុំសុំយក mail នេះចុះអូខេអញ្ចឹងខ្ញុំយក Gmail ខ្ញុំថយវិញមកអធិស្ឋានខ្ញុំសុំតែយកអញ្ចេះទេអូខេ add recovery mail នេះមក
អូខេចុចខ្ញុំចុចពី .com អជាស្រ័យ .com ចឹងដល់ពេលនេះវាឲ្យ verify ហើយអញ្ចឹងធម្មតាវាឲ្យ verify mail ហើយនេះអូខេនេះយើងផាសមកបញ្ជាក់កន្លែងហ្នឹងគឺយើង copy mail មិនលឿនពេកទេមានថាយក mail ដែលខ្ញុំដាក់ហ្នឹងគឺយកមក verify ឥឡូវយើង add មកវិញយើងថយមកវិញមកអញ្ចឹង mail របស់យើងគឺទី1 recent security activity ហ្នឹងទី1យើងដាក់recovery email យើងដាក់ recovery phone ហើយនឹង 2FA អញ្ចឹងយើង reload មកវិញសួរថាតើយើងបានដាក់ការពារបានច្បាស់លាស់នេះគេថា you have security tip មានថាចាប់ផ្ដើមមាននេះហើយទី1យើងមានអានេះអញ្ចឹងទូរស័ព្ទយើងមានមួយ device ដែលខ្ញុំដាក់ចោលនេះគឺ add ចោលព្រោះខ្ញុំធម្មតាខ្ញុំបង្កើតចោលខ្ញុំដាក់តែមក computer ទេខ្ញុំមកតែខ្ញុំពីចោលខ្ញុំយក Google Pixel មានថាបងប្អូនគួរតែប្រើតាមពិតចង់បង្កើត Gmail បានអត់ត្រូវសូវប្រើលេខទូរស័ព្ទបងប្អូនប្រើ Google Pixel អញ្ចឹងអា Google Pixel ហ្នឹងវាជានេះទេវាក្រុមហ៊ុនប៉ះ Google អញ្ចឹងទៅអញ្ចឹងវាមិនសូវទៀមទាច្រើនទេព្រោះវាជាកូនប៉ះ Google ដំណោះអាទូរស័ព្ទ Google ហ្នឹងណាក្រុមការគ្រប់គ្រងប៉ះ Google អូខេអញ្ចឹងកន្លែងនេះបងប្អូនកន្លែង 2FA នេះតាមពិតដាក់តានេះមួយទៅបានហើយមិនដាក់ phone number ទេ phone number ម្ដងលូតម្ដងអត់លូតទេក៏ប៉ុន្តែសំខាន់នេះគេ security ហ្នឹងសួរថាតើយើងបានដាក់ហើយនៅទី1recovery យើងដាក់ហើយ recovery phone ក៏យើងដាក់ហើយដែរអញ្ចឹងនៅពេលដែលមានបញ្ហាទាំងអស់គឺតែងតែវាទាទី1 2FA ទី2 recovery បើសិនយើងផ្លេចហើយ recovery តទៅនឹង phone អញ្ចឹងបងប្អូនយកអាមួយណាក៏បានដែរតាមពិតអញ្ចឹងនៅពេលដែលគេចង់យកព័ត៌មានពី Gmail របស់យើងគឺវាមិនអាចថានេះកើតទេអញ្ចឹងបញ្ជាក់ម្ដងទៀតនៅពេលដែលយើងបើកហើយវានឹង load មកកាន់ mail របស់យើងអាព័ត៌មាន mail ទី1 2FA verify turn on ហើយ security នេះចាប់ផ្ដើមមាន recovery mail អញ្ចឹងវាទទួលបានព័ត៌មានមួយច្បាស់លាស់ថាយើងបានទទួលការការពារយ៉ាងច្បាស់លាស់ពី Gmail របស់យើងហើយអញ្ចឹងនៅពេលដែលយើងបំពេញព័ត៌មានទាំងអស់នេះហើយតើយើងអាចនេះបានអត់ទី1យើង complete អានេះហើយយើងដាក់សញ្ញាគ្រីសមកអញ្ចឹងការការពារការបង្កើតគឺវាមានតែប៉ុណ្្នឹងហើយតាមពិតបើសិនជាលើនឹងក៏វាអត់ទាន់មានដែរវាមានតែដូចជាការពារមែនតើទៅ flash ហ្នឹងគឺសម្រាប់តែដតទៅវាស្គាល់ direct auto ដូច 2FA អញ្ចឹងណាបងប្អូនអញ្ចឹងគឺវាមានតែប៉ុណ្្នឹងតើតើនឹងមេរៀនទី2វាមានតែប៉ុណ្្នឹងទេតាមពិតវាគ្រាន់តែរាក់ទេតែបើសិនជាស៊ីចម្រៅហ្មងពីចាប់ដល់មេរៀនទី3ទៅប្រហែលជាអាចនឹងមាននេះល្អច្រើន tip ចែកម្លែកច្រើនអញ្ចឹងណាអញ្ចឹងមេរៀនមានតែប៉ុណ្្នឹងអរគុណច្រើនបាយបាយ